កំណាព្យច្បាប់ស្រីបទភុជង្គលីលាភាគទី7លុងអង្គអាយុក្សិនខ្សៃបានទៅកើតឯតសិនសួនីយនឹងបានខ្សែមខ្សានពងរីសេពសុខសប្បាយនិរោធទុកជារីឯប្រពន្ធពុំជាពេជ្ឈៀតភរិយាចារឹកមាន4គុំឲ្យយកទុកក្នុងខ្លួនឲ្យជាងចេញជួនកើតកម្មវេរីមួយចិត្តគំនិតចងជាឆ្នះឆ្លើយបំពៀនឲ្យប្តីប្រទុងរឹងរុងខ្មៅខ្មៃមិនចេះចាញ់ប្តីថាឯងគ្រាន់បើឆ្លើយឆ្លងសួរសងបនដាចង់ឆ្លួងឲ្យស្មើឲ្យលើប្តីវិញមួយមិនចង់ធ្វើបំពេញបង្អាប់ប្តីវិញឲ្យថ្កើនខ្លួនឯងអាងចេះដៀលតែងពុំក្រែងឲ្យប្តីស្ដាប់ឯងដោយចិត្តអន់ពីលមួយមានចិត្តនោះស្រើបស្រាលចង់ត្រេកត្រអាលចោលចេញក្បត់ប្តីមួយចិត្តត្រូវទ្រុងអាប់ព្រៃចង់សំឡាប់ប្តីស្រឡាញ់ប្រុសទៀតគិតកាប់សំឡាប់បងសៀតនឹងយកប្រុសទៀតធ្វើប្តីមរណារីឯសិតត្រូវភរិយាចារឹកពុំជា7ប្រការមួយមិនខ្លាចប្តីអាត្មាបង្គាប់ត្រង់ណាពុំធ្វើតាមចិត្តមួយរឹងត្រមឹងស្ងៀមស្ងាត់ប្តីសួរ3ម៉ាត់ពុំស្រដីផងមួយប្តីស្រដីកន្លងប្រដៅច្បាប់ផងពុំចូលចិត្តស្ដាប់មួយមិនចង់ឲ្យប្តីគប់មិនចង់ប្រដាប់ឲ្យប្តីថ្កុំថ្កើនមួយនោះនឹងស្រដីឡើងពាក្យធំចចើងចចេះនឹងប្តីមួយទួងប្តីលួងខ្ញុំស្រីវាបំរើប្តីមិនឲ្យអាក់អន់ខេងគប់រឹងស្អប់ខ្នើយខ្នន់ក្នុងចិត្តប្រច័ណ្ឌជេថានាយអាយមួយត្បិតប្តីមានសាហាយហួហែកសង្សាយឲ្យប្តីអាស្រូវរីចោភរិយានោះកើចារឹកពុំសូវមាន3ប្រការមួយចងចាយទ្រព្យប្តីណាឲ្យខូចអាសាមិនគង់ជាល្អមួយប្តីគ្មៀតក្មៃខំរករបងបានមកមិនថែទាំទុកលួចឲ្យទៅម្ដាយឪពុកប្តីសួររមុខមិនប្រាប់ឡើយណា
មួយខ្ជិលមិនចង់ធ្វើការកុហកមូសាថាឯងរវល់